ការថ្ងៃច័ន្ទបើតាមជំនឿជាមនុស្សដែលមានអារម្មណ៍ល្អិតល្អន់ហើយយកចិត្តទុកដាក់ជាមួយនឹងមនុស្សជុំវិញខ្លួនចំណុចនេះគឺល្អប៉ុន្តែពេលខ្លះវាក៏អាចคล้ายទៅជាចំណុចដែលធ្វើឲ្យអ្នកងាយនឹងជឿអ្នកដទៃអ្នកអាចគិតថាគ្រាន់តែមើលទៅគឺជាមនុស្សល្អពីព្រោះគាត់និយាយល្អជាមួយអ្នកប៉ុន្តែបើតាមជំនឿអ្នកដែលកើតនៅក្នុងថ្ងៃច័ន្ទគួរប្រុងប្រយ័ត្នជាមួយនឹងមនុស្សដែលនិយាយផ្អែមតែការពិតគឺមិនដូចជាពាក្យនិយាយកុំតន់ប្រាប់រឿងផ្ទាល់ខ្លួនគ្រប់យ៉ាងទៅមនុស្សដែលទើបតែស្គាល់ជាពិសេសរឿងការងាររឿងលុយកាក់ឬក៏ផែនការដែលអ្នកកំពុងតែធ្វើពីព្រោះពេលខ្លះមនុស្សដែលដឹងពីផែនការរបស់យើងច្រើនពេកអាចនឹងយកព័ត៌មានមួយនោះទៅប្រើនៅពេលក្រោយផងដែរអ្នកកើតថ្ងៃអង្គារបើតាមជំនឿគឺជាមនុស្សដែលនិយាយត្រង់ហើយមានចិត្តខ្លាំងបើមិនចូលចិត្តអ្វីគឺគាត់បង្ហាញចេញមកភ្លាមៗឲ្យអ្នកទាំងអស់គ្នាមើលឃើញតែម្ដងបើសិនជាមានបញ្ហាក៏មិនសូវចូលចិត្តលាក់ប៉ុន្មានដែរដោយសារតែរឿងបែបនេះហើយសត្រូវរបស់អ្នក